大家好，我叫洪庆兰，我今年11岁。你好，你好。老师教了你多少个数据？老师教了我1到100个数据，你呢？我也写过100个数据。各位同学，大家好！今天很高兴跟大家分享一下我的日常生活。我叫王孝伟，我是11年级的学生。从前明月光，疑是地上霜。枝头望明月，里头是故乡。ជំរាបសួរបងប្អូនដែលជាអាណាព្យាបាលសិស្សនិងសួស្តីបងប្អូនសិស្សានុសិស្សទាំងអស់គ្នាខ្ញុំបាទឈ្មោះឈឹមសំវ័នជានាយកសាលាភាសាអន្តរជាតិដែលយើងស្គាល់ជាទូទៅហៅកាត់ថាសាលាស៊ីលដែលសាលាយើងខ្ញុំមានបង្រៀនភាសាអង់គ្លេសភាសាចិននិងកុំព្យូទ័រសាលានឹងមានបើកវគ្គថ្មីដំបូងសម្រាប់អ្នករៀនភាសាចិនដែលមិនទាន់ចេះសោះយើងចាប់ផ្ដើមពីដំបូងទៅហើយក៏អាចចាប់ផ្ដើមរៀនសូត្រសម្រាប់បងប្អូនចាប់ពីថ្នាក់ទី3ទៅគឺយើងមានភាសាចិនសម្រាប់កុមារនិងភាសាចិនសម្រាប់មនុស្សធំដែលអាចថាគាត់ចប់ថ្នាក់ទី12ទៅគាត់រៀនត្រៀមដើម្បីទៅធ្វើការតែម្ដងបាទហើយវគ្គថ្មីនេះយើងនឹងចាប់ផ្ដើមនៅថ្ងៃទី2ខែឧសភាឆ្នាំ2025នេះអញ្ចឹងបើសិនជាអាណាព្យាបាលឬក៏បងប្អូនសិស្សានុសិស្សចង់ចូលរៀនវគ្គថ្មីសូមមកចុះឈ្មោះចូលរៀនចាប់ពីថ្ងៃផ្សាយដំណឹងនេះទៅបាទដែលសាលាយើងខ្ញុំមានគ្រូភាសាចិនដែលគាត់មានចំណេះដឹងនិងមានបទពិសោធន៍ជាច្រើនឆ្នាំដែលឥឡូវយើងជួបជាមួយលោកគ្រូភាសាចិនដែលគាត់ណែនាំខ្លួនគាត់ទាំងអស់គ្នាបាទសូមអញ្ជើញ各位家长，亲爱的同学们，大家好，我叫莫拆德，我是师范中文专业的毕业生，目前在国际语言学校担任中文老师。今天我非常高兴的向大家宣布，我们学校即将开设新的教学班级，新学期的初级课程将于2025年5月2日正式开课。如果您对学习中文感兴趣，欢迎从即日起报名。关于那个课程时间安排等具体信息，您可以直接联系我们学校，联系电话如下。若您在报名或那个课程相关方面有任何疑问，随时都能与我们沟通。最后，为了真正获得汉语普通话学习能力，希望大家来到国际语言学校，祝大家学业有成。国际语言学校期待您到来，谢谢大家，再见。